ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel កូនត្រីសម្រាយរឿងថ្ងៃនេះដែរ Admin នឹងលើកយករឿងភាគ Anime មួយយកមកសម្រាយចែកជូនអ្នកទាំងអស់គ្នាបានទស្សនាតែរឿងនេះមានចំណងជើងថា The Unware Atelier Mister ចង់ដឹងថាតើដំណើរសាច់រឿងនេះនឹងទៅជាយ៉ាងណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណាចូលមកដល់សាច់រឿងយើងដំបូងយើងឃើញថាមានប្រជាជនជាច្រើនកំពុងតែរងការវាយប្រហារពីសត្វបិសាចមួយក្បាលដែលវាបានធ្វើការគំរាមកំហែងទៅកាន់ប្រជាជនជាខ្លាំងផងដែរប៉ុន្តែក៏មានមនុស្សមួយក្រុមដែលក្រុមរបស់ពួកគេមានឈ្មោះថា Flaming Dragon ដែលពួកគេមកទីនេះគឺដើម្បីកម្ចាត់បិសាចនឹងឯងចំណែកឯក្មេងប្រុសកំពុងតែពួននេះគឺគេមានឈ្មោះថាគូរីហើយគូរីនេះដែរក៏ជាសមាជិករបស់ក្រុម Flaming Dragon ដែរបន្តិចក្រោយមកក៏មានអ្វីមួយយ៉ាងមកបុកគេពីក្រោយពេញមួយទំហឹងតែម្ដងឃើញដូច្នេះហើយគ្នារបស់គេក៏បានងាកទៅមើលផងដែរដោយគេបានឲ្យឃើញថាមានឆ្កែចចកមួយក្បាលហើយឆ្កែចចកនេះដែរក៏បានបុកគូរីរបស់យើងនឹងឯងធ្វើឲ្យគូរីរបស់យើងនឹងប៉ើងទៅឆ្ងាយតែម្ដងដោយឆ្កែចចកមួយក្បាលហ្នឹងធ្វើមុខយ៉ាងកាចតែម្ដងប៉ុន្តែ admin មើលយូរៗទៅមិនដឹងថាឆ្កែចចកនេះមុខដូចអ្នកណាគេទេបើអ្នកទាំងអស់គ្នាដឹងអាចជួយ comment ខាងក្រោមបានណាហើយនេះគឺជាសមាជិកទី1ដែលលោកគេមានឈ្មោះថាបណ្ឌណារបស់យើងមិនចាំយូរទេក៏បានសម្រុកចូលទៅចាត់ការឆ្កែចចកនោះមុនគេតែម្ដងប៉ុន្តែអាសត្វចចកមួយក្បាលហ្នឹងគឺមិនមែនខ្សោយនោះទេវាបានទាញបណ្ឌណារបស់យើងទៅបោកនឹងជញ្ជាំងឡើងបែកចេញឈាមតែម្ដងប៉ុន្តែអត់មានអីជាបញ្ហានោះទេដោយសារកញ្ញាម៉ាលីរបស់យើងមាន talent ពិសេសម្យ៉ាងដែលអាចព្យាបាលមនុស្សមានរបួសឲ្យជាសះស្បើយភ្លាមៗតែម្ដងដែលលោកគេបានព្យាបាលបណ្ឌណាឲ្យជាសះស្បើយភ្លាមៗបន្ទាប់ពីបានជាសះស្បើយភ្លាមៗលោកគេក៏បានយកខ្សែតៃរបស់គេនឹងទៅចងម្ដងទៀតដោយទៅពេលនេះគេបានយកខ្សែតៃចងចចកជាមួយនឹងដើមឈើតែម្ដងបន្ទាប់មកទៀតគេបានស្រែកឲ្យប្រាប់ទៅ leader របស់គេថាឲ្យឆាប់ចាត់ការស្កាយចចកនោះភ្លាមទៅដោយមិនរងចាំយូរ Gonowa គឺជាមេក្រុមក៏បានប្រើដាវរបស់គេរួចក៏បានរត់សម្ដៅទៅសម្លាប់បិសាចចចកនោះតែម្ដងទៅលោកគេបានហោះពីចម្ងាយទៅកាប់សត្វចចកនោះតែម្ដងដោយដាវរបស់គេនោះពិតជាពិសេសខ្លាំងណាស់ដោយកាប់តែមួយដាវទេធ្វើឲ្យចចកនោះស្លាប់និងបាត់បង់ជីវិតតែម្ដងដោយគ្មានសេសសល់ផេះសូម្បីតែបន្តិចនោះទេក្រោយពីបានសម្លាប់សត្វបិសាចចចកនោះហើយអ្នកភូមិទាំងអស់គឺពិតជាសប្បាយរីករាយខ្លាំងមែនទែនដោយបានឆ្លងផុតពីគ្រោះថ្នាក់មួយនេះដោយពួកគេទាំងអស់គ្នាក៏បានអរគុណទៅដល់ក្រុម Flaming Dragon ផងដែរដែលបានជួយសង្គ្រោះពួកគេពីបិសាចចចកមួយក្បាលនេះក្រឡេកមកមើលគូរីឯវិញទឹកមុខរបស់គេហាក់បីដូចជាមិនសប្បាយចិត្តតតែសោះប៉ុន្តែរូបគេនឹងក៏បានត្រឡប់ទៅវិញដើម្បីធ្វើម្ហូបអាហារឲ្យក្រុមរបស់ពួកគេញ៉ាំផងដែរកាន់មកដល់ក្នុងផ្ទះនៅវិញកូឡូណាដែលជាមេក្រុមកំពុងតែអង្គុយញ៉ាំភ្លៅមាន់ដែលចំអិនដោយគូរីរបស់យើងប៉ុន្តែភ្លាមនោះកូឡូណាក៏បានបោះភ្លៅមាន់នោះចោលទៅលើដីតែម្ដងគេបាននិយាយថាអាហារនៅទីនេះហេតុអ្វីក៏គ្មានរសជាតិយ៉ាងអញ្ចឹងតមកទៀតគេក៏បានហៅគូរីរបស់យើងមកចំអិនអាហារឲ្យគេញ៉ាំម្ដងទៀតគូរីក៏បានយល់ព្រមផងដែរហើយគេក៏បាននិយាយថាគេនឹងរៀបចំចំអិនឥឡូវនេះហើយកណ្ដាណាបាននិយាយថានេះគឺជាថ្ងៃចុងក្រោយហើយដែលគូរីរបស់យើងចំអិនអាហារនៅទីនេះគូរីរបស់យើងគ្រាន់តែឮកណ្ដាណានិយាយបែបនេះភ្លាមក៏បានងាកទៅសួរភ្លាមថាតើពាក្យនេះមានន័យដូចម្ដេចទៅគូរ៉ូវ៉ាបាននិយាយថាពាក្យនេះមិនពិបាកយល់នោះទេគឺរូគេនឹងត្រូវបានបណ្ដេញចេញពីក្រុមបាត់ទៅហើយគូរីរបស់យើងបានសួរទៅវិញថាតើរូគេបានធ្វើអ្វីខុសទើបបានជាបណ្ដេញរូគេចេញពីក្រុមយ៉ាងចឹងគូរ៉ូវ៉ាបានបន្តនិយាយទៀតថាគូរីរបស់យើងនឹងគឺមិនបានជួយអ្វីដល់ពួកគេឡើយក្រៅពីកិច្ចការងារផ្ទះសូម្បីតែស្លែមួយក៏គេមិនអាចសម្លាប់បានផងហើយកញ្ញាម៉ាលីរបស់យើងបានបន្តនិយាយទៀតថានៅក្នុងក្រុមរបស់យើងមានសមាជិកបានត្រឹមតែ4នាក់តែប៉ុណ្ណោះហើយនេះក៏ជាច្បាប់នៅក្នុងក្រុមរបស់គេផងដែរដោយគេបានបន្តនិយាយទៀតថាគេត្រូវការមនុស្សម្នាក់ដែលមាន talent ជាមួយនឹងសមាជិកខ្លាំងតែប៉ុណ្ណោះបើសិនបើយើងចង់ឲ្យក្រុមរបស់យើងខ្លាំងគឺសមាជិកក្នុងក្រុមរបស់យើងត្រូវតែមាន talent រៀងៗខ្លួនបាទណាបានបន្តនិយាយថាពួកយើងត្រូវតែជំរុញឯងចេញពីក្រុមរបស់យើងជាដាច់ខាតហើយគេក៏បានបន្តនិយាយថាគេធ្វើនេះគឺដើម្បីការពារកប៉ៅរបស់គេរៀងៗខ្លួនតែប៉ុណ្ណោះគេបានបន្តនិយាយទៀតថាគូរីរបស់យើងគួរតែយល់ហើយកន្លែងនេះដែរគឺពិតជាអាណិតដល់គូរីរបស់យើងខ្លាំងមែនទែនគេបានអង្វរ Gonowa ថាកុំឲ្យដេញគេចេញពីក្រុមអីតែ Gonowa គឺអត់ស្ដាប់នោះទេគឺបានធាក់គូរីរបស់យើងមួយជើងឡើងទៀតតែម្ដងរីឯបាតាណានិងម៉ាលីបានត្រឹមតែអង្គុយមើលតែប៉ុណ្ណោះមិនអាចជួយអ្វីបាននោះទេរីឯអាប៉ែកូណូវ៉ានឹងពិតជាចិត្តដាច់ខ្លាំងមែនតើបានធាក់គូរីរបស់យើងឡើងកាប់មុខតែម្ដងថែមទាំងបាននិយាយប្រាប់គូរីទៀតថារឿងនេះមិនអាចឲ្យអ្នកណាដឹងបានឡើយតែរូគេនឹងបានបណ្ដេញគូរីចេញពីក្រុមពិតជាខូខើខ្លាំងមែនតើហើយនៅព្រឹកស្អែកគូរីរបស់យើងក៏បានធ្វើដំណើរចាក់ចេញពីក្រុមដោយជិះរទេះសេះមួយប៉ុន្តែរូគេនឹងមិនដឹងថាខ្លួននឹងត្រូវទៅទីណានោះទេនៅពេលនេះមើលទៅមុខរបស់គេពិតជាអស់សង្ឃឹមខ្លាំងមែនទែនបន្ទាប់មកគូរីរបស់យើងក៏បានទៅដល់កន្លែងមួយប៉ុន្តែមើលទៅមុខរបស់គេដូចជាមានអារម្មណ៍ថាថប់តបមិនដឹងទេប៉ុន្តែនៅពេលនេះរូគេពិតជាត្រូវការលុយខ្លាំងណាស់អញ្ចឹងគេត្រូវតែសម្រេចចិត្តដើរចូលទៅខាងក្នុងតែម្ដងបន្ទាប់មកទៀតគេក៏សម្រេចចិត្តដើរចូលទៅខាងក្នុងនោះផងដែរបន្ទាប់មកទៀតក៏មាននារីម្នាក់ចេញមក
ដែលនិយាយថាស្វាគមន៍មកកាន់សាមីឡា Brand ហើយនេះគឺជាទីកន្លែងសម្រាប់អ្នកដែលកំពុងតែស្វែងរកការងារធ្វើនារីម្នាក់នេះបានសួរទៅកាន់គូរីរបស់យើងថាតើលោកមកទីនេះដើម្បីស្វែងរកការងារធ្វើមែនទេបន្ទាប់មកគូរីរបស់យើងបាននិយាយថាគេមកទីនេះគឺដើម្បីស្វែងរកការងារធ្វើនឹងឯងដែលនារីម្នាក់នេះមានឈ្មោះថាគីសែលបន្ទាប់មកទៀតនាងក៏បានហៅគូរីចូលទៅខាងក្នុងដើម្បីធ្វើការសម្ភាសន៍ការងារនៅក្នុងកិច្ចសម្ភាសន៍នាងបានសួរថាតើលោកមានឈ្មោះអ្វីនិងមកពីណាដែរហើយគូរីរបស់យើងឆ្លើយថាគេមានឈ្មោះថាគូរីហើយរូបខ្ញុំគឺមកពី Sin Mountain ហើយគីសែលបាននិយាយថារូបនាងនឹងមិនដែលធ្លាប់ឮភូមិនេះមកពីមុននោះទេហើយនាងក៏បានសួរដែរថាតើលោកធ្លាប់ធ្វើការងារអ្វីខ្លះពីមុនមកគូរីបានតទៅវិញថាគេបានធ្វើកិច្ចការងារផ្ទះនិងការងារផ្សេងៗនៅក្នុងក្រុម Flaming Dragon ហើយកញ្ញាគីសែលបានធ្វើមុខដូចជាភ្ញាក់ផ្អើលថាគូរីរបស់យើងនឹងគឺពិតជាហាយរ៉េងហើយនៅក្នុងក្រុម Flaming Dragon នោះតែគូរីបានតទៅវិញថាពួកគេនឹងត្រូវបានបណ្តេញចេញពីក្រុមបាត់ទៅហើយតែរូបនាងថាមិនអីទេទោះបីជាគេបណ្តេញលោកចេញពីក្រុមពិតមែនប៉ុន្តែរឿងនេះខ្ញុំមិនប្រាប់ឲ្យអ្នកណាដឹងនោះឡើយគ្រាន់តែបានលើកបែបនេះហើយគូរីរបស់យើងពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយរូបគេគិតថារូបគេនឹងបានធ្វើកិច្ចការផ្ទះនៅទីនេះតែម្ដងហើយកូណូវ៉ានិងអ្នកដទៃទៀតនៅក្នុងក្រុមពិតជាសប្បាយចិត្តដែលដឹងថាគេបានមកធ្វើការនៅទីនេះនៅពេលនេះកញ្ញាគីសែរបស់យើងបានចង់តែពីសមត្ថភាពរបស់គូរីរបស់យើងហើយគេក៏បានបន្តថាតើគូរីរបស់យើងនឹងមានសមត្ថភាពអីគេនៅក្នុងខ្លួនហើយពួកយើងប្រហែលជានឹងអាចរកឃើញនៅសមត្ថភាពពិសេសដែលនៅក្នុងខ្លួនរបស់គូរីព្រោះលើបែបនេះហើយគូរីរបស់យើងពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះគេសង្ឃឹមថានឹងរកឃើញសមត្ថភាពពិសេសរបស់គេបន្តមកទៀតព្រោះគេនឹងអាចត្រឡប់ទៅ Flaming Dragon វិញបានហើយដោយការ testing មួយហ្នឹងគេមិនដឹងថាគូរីរបស់យើងមានសមត្ថភាពផ្នែក Black Speed ឬក៏អត់នោះឡើយសារលបងនោះគឺមិនបានមកនោះទេអញ្ចឹងគេបានប្រាប់គូរីរបស់យើងឲ្យរងចាំនៅអាទិត្យក្រោយតែម្ដងទៅប៉ុន្តែគូរីមិនអាចរងចាំបានយូរនោះទេដោយសារតែទឹកប្រាក់របស់គាត់នៅក្នុងខ្លួនគឺចិត្តអស់បាត់ទៅហើយបើសិនជាឲ្យគាត់រងចាំដល់អាទិត្យក្រោយនោះពិតជាដាច់គួរស្លាប់ជាមិនខាននោះឡើយបន្តមកទៀតកញ្ញាគីសែរបស់យើងបានឲ្យគូរីដើម្បីសាកល្បងនៅសមត្ថភាពរបស់គាត់គូរីក៏បានទៅចាប់ផ្ដើមលើកបាវមួយនោះដោយគេគិតថានេះគឺជាការសាកល្បងបន្តិចបន្តួចនៅកម្លាំងថាមពលរបស់គេប៉ុន្តែបាវមួយនោះគឺមានសភាពធ្ងន់គួរសមធ្វើឲ្យគូរីរបស់យើងលើកស្ទើរតែមិនរួចទៅហើយចំណែកឯកញ្ញាគីសែលវិញគឺគិតថាថាមពលរបស់គូរីរបស់យើងពិតជាគ្រប់គ្រាន់ហើយសម្រាប់ធ្វើការនោះព្រោះគេក៏បានណែនាំឲ្យគូរីរបស់យើងទៅការដ្ឋានមួយដែលគេកំពុងតែជ្រើសរើសនៅកម្មករផងដែរការដ្ឋានមួយនោះគឺនៅព្រំដែននៅឯម៉ាការ៉ាវ៉េតនៃទីក្រុងថៃកនដែលនៅទីនោះដែរគេកំពុងតែជ្រើសរើសនៅកម្មករដើម្បីទៅជួសជុលនៅរបងរបស់ពួកគេផងដែរហើយនាងក៏បានសួរថាតើលោកមានចំណាប់អារម្មណ៍ដែរឬទេសម្រាប់ការងារមួយនេះហើយគូរីរបស់យើងក៏បានយល់ព្រមដោយទឹកមុខសប្បាយរីករាយតែម្ដងទៅលុះព្រឹកស្អែកគូរីរបស់យើងក៏បានទៅជួបនឹងបុរសម្នាក់ដែលគឺជាអ្នកគ្រប់គ្រងនៅទីនោះបុរសម្នាក់នោះបានសម្លឹងទៅមើលគូរីរបស់យើងទាំងរូបរាងទាំងដៃជើងគាត់គិតថាគូរីរបស់យើងមិនអាចធ្វើការងារនេះបាននោះទេដោយគាត់បាននិយាយថាគូរីរបស់យើងមិនមានពេលច្រើននោះទេសម្រាប់ធ្វើវាដោយគាត់បាននិយាយថាត្រូវយកស៊ីម៉ងទាំងនេះយកទៅលាបជញ្ជាំងឲ្យអស់ក្នុងរយៈពេលត្រឹមតែ3ម៉ោងតែប៉ុណ្ណោះបន្ទាប់ពីគ្រប់រយៈពេល3ម៉ោងហើយរូបគាត់នឹងមកមើលសារជាថ្មីវិញថាការងាររបស់គាត់តែឲ្យគូរីរបស់យើងធ្វើហ្នឹងវានឹងហើយដែរឬអត់ដោយគ្រាន់តែនិយាយចប់ហ្នឹងអាប៉ែម្នាក់ហ្នឹងក៏បានដើរចេញទៅបាត់ទៅទុកឲ្យគូរីរបស់យើងនៅតែម្នាក់ឯងដោយរូបគេហ្នឹងមិនទាន់ប្រាប់គូរីរបស់យើងថាធ្វើពីណាទៅណានោះឡើយអស់រយៈពេល3ម៉ោងកន្លងផុតទៅអាប៉ែម្នាក់ហ្នឹងបានមកមើលសារជាថ្មីដោយរូបគេបានភ្ញាក់ផ្អើលជាខ្លាំងដោយសារឃើញគូរីរបស់យើងធ្វើលឿនខ្លាំងមែនទែនលើពីការរំពឹងទុកទៅទៀតដោយរូបគេមិននឹកស្មានថាគូរីរបស់យើងអាចធ្វើវាបាននោះទេហើយក៏មិនដឹងថារូបគេហ្នឹងធ្វើដោយរបៀបណានោះឡើយគេបានសួរថាតើគូរីរបស់យើងធ្វើយ៉ាងដូចម្ដេចទៅនៅជញ្ជាំងដែលមានសភាពខ្ពស់ៗមួយនោះគូរីបាននិយាយថាគេយកឈើមួយនេះហើយដែលយកធ្វើអាកន្លែងខ្ពស់ៗហ្នឹងហើយអ្នកទាំងអស់គ្នាបន្តិចក្រោយមកអាប៉ែហ្នឹងស្រែកឲ្យគូរីរបស់យើងឆាប់ជប់ភ្លាមទៅគេមិនចង់ឃើញទៀតនោះទេអាប៉ែហ្នឹងបានសួរថាតើគូរីហ្នឹងត្រូវការពេលប្រមាណដើម្បីធ្វើវាគូរីរបស់យើងបានឆ្លើយថាគេត្រូវការពេលតែមួយអាទិត្យតែប៉ុណ្ណោះដើម្បីធ្វើវាឲ្យអស់អាប៉ែម្នាក់ហ្នឹងក៏បានឲ្យប្រាក់ទៅគូរីរបស់យើងទៅលុះស្អែកឡើងអាប៉ែហ្នឹងបាននិយាយថាគូរីរបស់យើងមិនចាំបាច់មកធ្វើការទៀតនោះទេដោយសារតែការងារនេះរូបគេនឹងបានធ្វើរួចរាល់អស់បាត់ទៅហើយដោយមិនដល់រយៈពេលមួយអាទិត្យផងនិយាយរួចហើយគាត់ក៏បានឲ្យប្រាក់ទៅកាន់គូរីទៅហើយថាថ្ងៃស្អែកគឺមិនបាច់មកធ្វើការទៀតនោះទេបន្តមកទៀតគេក៏បានមកជួបជាមួយនឹងកញ្ញាគីសែលឥឡូវនេះគេមិនដឹងថាខ្លួនគេនឹងត្រូវធ្វើអ្វីទៀតនោះឡើយដោយសារតែសល់រយៈពេល 2-3 ថ្ងៃទៀតឯណោះទើបអ្នកជំនាញបច្ចេកទេសគេបានមកដល់ទីនេះដើម្បីសាកល្បងគាត់ប៉ុន្តែភ្លាមនោះមាននារីម្នាក់ដែលមានឈ្មោះថាម៉ាលីសាដែលគាត់កំពុងតែស្វែងរកនៅមនុស្សដើម្បីទៅធ្វើការជាមួយនឹងគាត់ភ្លាមនោះគូរីរបស់យើងបាននិយាយថាម៉ាលីសានឹងគឺពិតជាស្រស់ស្អាតខ្លាំងមែនទែន
ម៉ាលីសាគឺត្រូវការអ្នកជំនាញខាងម៉ាញនៅម្នាក់ដើម្បីទៅជួយគេផងដែរប៉ុន្តែកញ្ញាគីសារបស់យើងបានតបទៅវិញថាឲ្យគាត់ទៅរកអ្នកមានជំនាញឬក៏វិនិយោគវានឹងប្រសើរជាងនេះតែម្ដងប៉ុន្តែភ្លាមនោះគូរីរបស់យើងបានស្ម័គ្រចិត្តទៅធ្វើការងារនេះផងដែរដោយសារតែរូបគេនឹងធ្លាប់ធ្វើពីមុនមកតមកកញ្ញាម៉ាលីសាក៏បានសម្រេចចិត្តថាជួលគូរីរបស់យើងឲ្យធ្វើការជាមួយគាត់តែនាងបានសួរថាគូរីរបស់យើងធ្លាប់ធ្វើការងារនេះពីមុនមកឬអត់គូរីរបស់យើងបាននិយាយថារូបខ្លួនបានធ្វើការងារនេះពីមុនណាស់យូរណាស់មកហើយអញ្ចឹងវាគ្មានបញ្ហាអីសម្រាប់ខ្ញុំនោះទេនិយាយហើយពួកគេក៏បានធ្វើដំណើរចាក់ចេញទៅហើយគូរីរបស់យើងបានអរគុណទៅកាន់គីសែលផងដែរចំណែកគីសែលឯណែវិញបានសម្មាសម័យថាខ្លួននឹងបានស្រឡាញ់គ្នាជាមួយនឹងគូរីហើយសម្មាសម័យដល់ណាដល់ណីអញ្ចឹងមានន័យថាគីសែលកំពុងតែលួចស្រឡាញ់ទៅលើគូរីរបស់យើងហើយប្រហែលតែគូរីរបស់យើងបានទៅធ្វើការឲ្យអាប៉ែនោះថ្ងៃមុនគឺបានទទួលបានដល់200គោលហើយណោះពិតជាច្រើនខ្លាំងមែនទែនធ្វើឲ្យកញ្ញាគីសែលរបស់យើងស្រឡាញ់កាំងអស់បាត់ទៅហើយកាន់មកដល់គូរីរបស់យើងវិញគេបានធ្វើដំណើរចូលមកដល់ក្នុងព្រៃបាត់ទៅហើយនៅក្នុងព្រៃនេះគឺមានតង់ចំនួនតែមួយនោះទេសម្រាប់គេទាំងពីរនាក់សម្រាប់ស្នាក់នៅយប់នេះគូរីរបស់យើងបានសួរថាតើយើងត្រូវគេតង់ជាមួយគ្នាតែមែនទេគេបានប្រាប់ថាគេមិនដែលឃើញនារីដ៏គួរឲ្យស្រឡាញ់ដូចជាម៉ាលីសាពីមុនមកនោះទេម៉ាលីសានឹងបាននិយាយថារូបគេនឹងមិនគួរឲ្យស្រឡាញ់នោះទេក៏មកនិយាយបែបនេះឲ្យសោះនិយាយរួចហើយរូបគេនឹងក៏បានបោះនំមួយឲ្យគូរីរបស់យើងញ៉ាំទៅហើយគូរីរបស់យើងពិតជាសប្បាយចិត្តខ្លាំងណាស់ពីព្រោះថាពីមុនមកគេមិនដែលបានទទួលអ្វីដែលគេចាំបាច់ឲ្យញ៉ាំនោះទេរូបគេពិតជាសប្បាយរីករាយខ្លាំងមែនទែនពេលយប់ក៏បានមកដល់គូរីរបស់យើងក៏បានគេងក្នុងតង់ជាមួយនឹងម៉ាលីសាពួកគេទាំងពីរក៏បានចូលទៅគេងជាមួយគ្នាតែម្ដងទៅដោយសារតង់គឺមានតែមួយនោះទេលុះរៀងយប់បន្តិចគូរីរបស់យើងក៏បានភ្ញាក់ឡើងមកហើយបន្ទាប់មកទៀតរូបគេឃើញម៉ាលីសារបស់យើងកំពុងតែគេងស្លៀកសម្លៀកបំពាក់បែបនេះគូរីក៏បានមានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំងដោយរូបគេបានយកដៃខ្ទប់មាត់របស់គេដោយមិនហ៊ាននិយាយចេញមកនោះទេខ្លាចម៉ាលីសារបស់យើងភ្ញាក់ឡើងរូបគេក៏សម្រេចចិត្តចេញទៅគេងនៅខាងក្រៅតង់វិញពីព្រោះថារូបគេគឺជាប្រុសចំណែកឯម៉ាលីសារបស់យើងគឺជាមនុស្សស្រីអញ្ចឹងហើយគេក៏សម្រេចចិត្តទៅខាងក្រៅទៅប៉ុន្តែរឿងនេះគឺម៉ាលីសារបស់យើងគឺចង់សាកចិត្តទៅលើគូរីរបស់យើងតែប៉ុណ្ណោះក៏ប៉ុន្តែនាងមិនបានគេងលក់នោះទេរឿងនេះដែរ admin សុំ slash ត្រឹមតែប៉ុណ្ណេះសិនចាំជួបគ្នានៅវីដេអូក្រោយទៀត admin នឹងសម្រាយចែកជូនអ្នកទាំងអស់គ្នាស្ដាប់បន្តទៀតចឹងហើយបើពេញចិត្តនៅវីដេអូមួយនេះសូមអ្នកទាំងអស់គ្នា comment នៅខាងក្រោមផង